អតិថិជនដែលទិញផ្ទះនៅបរិយាមនដានីក្នុងខេត្តកំពង់ស្ពឺយ៉ាងហោចណាស់30នាក់បន្តមកជួបជុំគ្នានៅក្រសួងដែនដីនាព្រឹកថ្ងៃទី1ខែមិថុនានេះដើម្បីទាមទារឲ្យក្រសួងអន្តរាគមន៍ពន្លឿនការសង់ផ្ទះនិងផ្ដល់ប្លង់កម្មសិទ្ធិឲ្យពួកគាត់អតិថិជនខ្លះអះអាងថាពួកគាត់បានបង់លុយគ្រប់ហើយប៉ុន្តែមិនទាន់ទទួលបានទាំងផ្ទះនិងមិនទាន់ទទួលបានទាំងប្លង់ដីឯអតិថិជនខ្លះទៀតថាពួកគាត់បានប្លង់ដីហើយប៉ុន្តែមិនដឹងដីនៅឯណាយើងរងទុកវេទនាក្រុមអតិថិជនទាំងនោះបានឲ្យដឹងថាពួកគាត់ភ័យច្រើនបានទិញផ្ទះនៅបរិយា KP មនដានីគម្រោងទី29ដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ3នៅចន្លោះឆ្នាំ2020និងឆ្នាំ2021ក្នុងតម្លៃចន្លោះពីជាង$20,000ទៅជាង$40,000ដោយមានអតិថិជនខ្លះបង់ផ្ដាច់និងអតិថិជនខ្លះទៀតបង់រំលោះប្រភពបន្តថាក្រោយមកបរិយានេះត្រូវបានផ្អាកការសាងសង់ទាំងស្រុងព្រោះម្ចាស់បរិយាមានទំនាស់ជាមួយនឹងម្ចាស់ដីពាក់ព័ន្ធទៅនឹងការទូទាត់លុយថ្លៃដីក្រុមពលរដ្ឋបន្តថារយៈពេលប្រមាណ5ឆ្នាំមកនេះមានអតិថិជនខ្លះនៅមិនទាន់បានប្លង់ដីឯខ្លះទៀតបានប្លង់ដីដែលគ្មានផ្ទះហើយម្ចាស់ប្លង់ក៏មិនដឹងថាដីនៅឯណាដែរក្នុងការដោះស្រាយមកដល់ឥឡូវទៅហាក់បីដូចជាវាមិនលឿនទៅមុខហើយវាដូចជាយូរបងចាយពេលអស់ពីឆ្នាំតែដំណោះស្រាយគឺដល់អត់មានបងអ្នកខ្លះបងប្អូនខ្លះបងផ្ដាច់បានតែប្លង់ដឹងដីណែហើយបងប្អូនបងមលុះរួមចាំការដោះស្រាយបន្តទៅមុខទៀតខ្ញុំចង់ឲ្យខាងក្រសួងលោកជួយសម្រួលឲ្យពួកខ្ញុំដែលជាអតិថិជនបងផ្ដាច់នេះដែលបានប្លង់តែដីមិនទាន់ដឹងនៅទីណាមិនទាន់បានវាស់វែងដីហើយក៏មិនទាន់មានព្រំដីទៀតមិនដឹងថាដីខ្លួនឯងព្រំនៅតាណានៅដល់តាណាទេដូច្នេះហើយធ្វើឲ្យពួកខ្ញុំមានផលលំបាកក្រុមអតិថិជនធ្លាប់ប្រាប់ថាពលរដ្ឋដែលមិនបានផ្ទះនៅក្នុងគម្រោងនេះសរុបមានប្រមាណ3,000គ្រួសារពួកគាត់ថាធ្លាប់មករកការអន្តរាគមន៍នៅក្រសួងដែនដីជាច្រើនដងមកហើយដោយតំណាងក្រសួងតែងតែប្រាប់ពួកគាត់ឲ្យរងចាំម្ដងហើយម្ដងទៀតពួកគាត់ទទូចឲ្យក្រសួងដែនដីរៀបចំឲ្យពួកគាត់ជួបជាមួយនឹងតំណាងក្រុមហ៊ុនដើម្បីពន្លឿនការសាងសង់ផ្ទះនិងផ្ដល់ប្លង់កម្មសិទ្ធិដីធ្លីព្រោះជីវភាពគ្រួសាររបស់ពួកគាត់កំពុងធ្លាក់ក្នុងវិបត្តិបំណុលស្នំពោឲ្យក្រសួងនោះបើសិនជាអតិថិជនរងគ្រោះកម្ពុជា29មកដល់ក្រសួងហើយសូមឲ្យអ្នកតំណាងបរិយានេះកម្ពុជា29មកជួបអតិថិជនផងចង់ឲ្យក្រុមហ៊ុនទទួលខុសត្រូវសំណងសាងសង់មកដល់ពួកខ្ញុំដែលជាអតិថិជនទាំងអស់គ្នាបាទសំណងសាងសង់ឬឲ្យក្រុមហ៊ុនចេញមកជួបខ្ញុំដើម្បីរកមកស្រាយមិនកិច្ចវេះដោះសារអញ្ចឹងណាបងពួកខ្ញុំទិញផ្ទះទិញដីខ្ញុំចង់បានផ្ទះបានដីចង់បានមកស្រាយមិនចង់បានការរងចាំទេការជួបជុំគ្នានៅក្រសួងដែនដីនាព្រឹកថ្ងៃទី1ខែមិថុនានេះក្រុមពលរដ្ឋក៏បានចូលជួបជាមួយនឹងតំណាងក្រសួងដែរប៉ុន្តែមិនទាន់ទទួលបានដំណោះស្រាយបន្ថែមនៅឡើយដោយតំណាងក្រសួងឲ្យបន្តរងចាំប្រធានសមាគមការពារសិទ្ធិមនុស្សអាត6លោកនីសុខាជំរុញឲ្យអាជ្ញាធររដ្ឋពន្យាការដោះស្រាយជូនពលរដ្ឋតាមកិច្ចសន្យាទិញលក់ដែលមានស្រាប់ដើម្បីកុំឲ្យបញ្ហានេះបន្តអូសបន្លាយហើយកាន់តែរីកធំអាការដែលយើងយឺតយ៉ាវនេះវាអាចជះឥទ្ធិពលដល់ការខាតបង់របស់ប្រជាពលរដ្ឋយើងថែមទៀតផងពីព្រោះថាការឡើងមកវាអស់ពេលវាខាតបង់នៅពេលវេលាវាខាតបង់នៅលុយកាក់ហើយវាក៏ជាការបង្ហាញរូបភាពមួយដែលមិនល្អណាចំពោះរដ្ឋាភិបាលផងដែរដែលមួយថ្ងៃយើងឃើញថាមានតែប្រជាពលរដ្ឋវងវាយឡើងបន្តតាំងរឿងដីធ្លីនៅមុខក្រសួងណាជារៀងរាល់សប្តាហ៍ឬក៏ជារឿយចឹងទៅខ្ញុំគិតថាវាជាការជាអតិពលមួយមិនល្អទេបាទម្ចាស់បរិយា KP មនដានីគឺអ្នកស្រីមនដានីត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីអំឡុងខែមករាឆ្នាំ2025នៅច្រកព្រំដែនអូស្មាច់ខេត្តឧត្តរមានជ័យពាក់ព័ន្ធទៅនឹងការចាយសាយស្អុយ$60,000បច្ចុប្បន្នអ្នកស្រីកំពុងស្ថិតក្នុងពន្ធនាគារនិងជាប់បណ្ដឹងជាច្រើន